បាទសួស្តីបងប្អូនអរគ្នាដែលនៅក្នុងនេះ បាទថ្ងៃនេះថ្ងៃសិលអញ្ចឹងលោកគ្រូបានជួយដោះអូនស្រីដែលត្រូវអំពើរបស់គេស្រីរបស់គាត់បងក្នុងខ្លួនណាមិនជួយអានេះស៊ីគឺសតមសាសូមឲ្យត្រូវអំពើរបស់គេជាយូរឆ្នាំមកហើយទាំងសៃសូមនៅស្គបមកហើយថ្ងៃនេះលោកគ្រូជួយដោះនៅអំពើខាបមកទាំងអស់ជួយខាបនៅអំពើមិនថាមានស្អីមកទេគ្រូជួយមកទាំងអស់ចឹងសម្រាប់បងប្អូនដែលជាញាតិវត្ថុទាំងអស់ជួយមានបនិស័យបងប្អូនអាចមកទីនេះដើម្បីស្រាយឬក៏មើលនៅជំងឺទាំងឡាយរបស់បងប្អូនដែលឈឺជាយូរឆ្នាំមិនដឹងថាឈឺអីណាបងប្អូនដែលយើងទៅរកមើលជាច្រើនកន្លែងមិនទាន់ដឹងច្បាស់ឬក៏ដឹងច្បាស់ហើយមិនគ្រូមិនអាចដោះស្រាយបានឬតាមបនិស័យអញ្ចឹងបើសិនជាបងប្អូនដែលមានបនិស័យជាញាតិធម៌មកទីនេះគឺលោកគ្រូទីបណ្ណានឹងជួយដោះជួយស្រាយឲ្យនៅអំពើសម្បោសម្ដេចគ្រូនេះខាងសវសាសូមបណ្ដឹងក្នុងបើកយកនៅអំពើរបស់ទាំងអ្នកប្រមាណបងស្រីនេះគឺព្រាយក្បាល8ធ្វើឲ្យមកចូលហើយមានច្រើនមិនមែនតែមួយទេពីចឹងពិបាកគាត់ជាយូរឆ្នាំណាស់មកហើយក្នុងនេះទាំងអស់ហើយនេះលោកគ្រូបានជួយបើកដោះអញ្ចឹងគឺគាត់ញាក់ញ័រពេញខ្លួនបងប្អូនទៀតទេបងប្អូនបានឃើញថាអ្នកឈឺអញ្ចឹងគឺពិបាកណាស់សបកកាយគឺមិនដឹងទេគ្រាន់តែលោកគ្រូបើកស្រូបខាបមើលគាត់ពិបាកឲ្យស្រាបចោលហើយលោកគ្រូមិនមែនទៅយកអីទៅវាយឬក៏ទៅបដិញអីនេះទេលោកគ្រូគាត់ណាសោតនឹងខាបអញ្ចឹងគឺគាត់ញាក់ដៃញាក់ជើងបានសិនទេជាសារវិញ្ញាហោសិតអញ្ចឹងបងប្អូនដែលត្រូវអំពើរបស់គេឬក៏ឈឺអីដែលមិនដឹងមកសម្រាប់បងប្អូនដែលចង់ធ្វើយ័ន្តធ្វើកថាដើម្បីរកស៊ីបងប្អូនអាចមកទីនេះដើម្បីឲ្យលោកគ្រូជួយលោកគ្រូអាចជួយបានសម្រាប់បងប្អូនដែលមានបនិស័យមានជំនឿជឿជាក់ជាមួយនឹងផ្លូវបារមីដ៏បរិសុទ្ធរបស់លោកគ្រូទីវណ្ណាណាចឹងបងប្អូនបានឃើញហើយណាគឺមិនមែនជារឿងសម្ដែងអីទេគឺគាត់មានបញ្ហាជាយូរឆ្នាំណាស់មកហើយតែមិនទាន់ដោះស្រាយបានថ្ងៃនេះថ្ងៃសិលលោកគ្រូបានជួយស្រាយជួយដោះឲ្យអូនស្រីគឺយូរឆ្នាំទៅមើលច្រើនកន្លែងមិនទាន់ត្រូវសម្រាប់អូនប្រុសនេះគឺឈឺងងឹតភ្នែក2ខែឥឡូវក៏បានមើលឃើញវិញច្បាស់ចឹងបងប្អូនដែលមានបញ្ហាដូចជាបាក់ផ្លោះក្រិចមានរឿងកើតអីដែលមិនទាន់បើកជាមីជាអីមកក្រៅលោកគ្រូជួយសម្រាប់បងប្អូនដែលផ្លោះក្រិចឬក៏ចង់ធ្វើយ័ន្តធ្វើកថារបស់ទាំងឡាយការរកស៊ីក្នុងការការពារខ្លួនកុំភ្លេចមកទីនេះបងប្អូនគឺនៅស្រុកពងត្បែកខេត្តព្រៃវែងជួបជាមួយលោកគ្រូទីវណ្ណាបាទសូមអរគុណ